ta nẹ đăng thà vì miên ru chiết dạng ná tế ta nẹ đăng tê thà ca đa lơ tê tò cục ti đôi chkai prey vì miên ru chiết dạng ná nẹ mình đăng tê pru nẹកំពុងទទួលរីករាយជំនួសខ្ញុំនៅសេចក្តីស្រឡាញ់ពីគ្រួសារទាំងមូលនិងការគោរពកោតសរសើរពីសាលាក្បាច់គុណទាំងមូលកុំនិយាយទៀតអី UA និយាយត្រូវហើយទាំងនេះសុទ្ធតែជាកំហុសរបស់ម៉ាក់ជាអ្វីដែលម៉ាក់គួរតែទទួលរងយកដាវមកដាវនេះមានឈ្មោះថាយូហ្វុងដើមឡើយម៉ាក់បំរុងនឹងជូនវាទៅកូនជាកាដូក្នុងថ្ងៃពេញវ័យនៅតែសំធ្វើគួរឲ្យអាណិតទៀតខ្ញុំធ្លាប់ចាញ់បោកម្ដងរួចមកហើយគិតថាខ្ញុំនឹងចាញ់បោកទៀតឬកិត្តិយសរបស់សាលាក្បាច់គុណត្រកូលចិនម៉ាក់ជាអ្នកការពារមីយ៉ាម៉ូតូមូសាស៊ីខ្ញុំនឹងឲ្យឯងបានស្គាល់ពីធានុភាពនៃដាវតៃជីល្អអញនឹងវាយក្បាលឯងឲ្យលុតជង្គង់អង្វរសុំជីវិតម៉ាក់ទុកឲ្យកូនមីយ៉ាម៉ូតូមូសាស៊ីនិងហៃសិនពួកគេមិនមែនកម្រិតស្មើគ្នាទេបើម៉ាក់នៅតែប្រខំប្រជែងម៉ាក់នឹងត្រូវស្លាប់មិនខាន UA រឿងកាលពីឆ្នាំនោះមិនមែនជាកំហុសរបស់ម៉ាក់ទេបើចង់បន្ទោសគឺបន្ទោសបងចុះបងសុខចិត្តសងជីវិតអូនមិនអាចឈរមើលម៉ាក់កើតរឿងបានទេអ្នកនាងអនុប្រធានសាលាក្បាច់គុណប្រយ័ត្នអាចឆ្កែតុងអឹងម៉ាក់ក្បាច់គុណតៃជីក៏ប៉ុណ្ណឹងដែរប្រយុទ្ធស្លាប់រស់ជាមួយពួកវាក្បាច់គុណតាស៊ីរបស់ពួកឯងសុទ្ធតែជាហ្វូងសម្រាមមិនមែនជាគូប្រកួតរបស់អញឡើយក្បាច់គុណតុងអឹងលេខ1លើលោកតើមាននរណាទៀតទេម្នាក់សុទ្ធតែជាអណ្ដើកសំងុំក្នុងស្នូកមែនទេហាចង្រៃយកប្រយុទ្ធស្លាប់រស់ជាមួយពួកតុងអឹងសាលាក្បាច់គុណត្រកូលចិនគ្មានមនុស្សកំសាកទេប្រយុទ្ធស្លាប់រស់ទេចិនឡាំងយូអ្នកនាងកំហឹងរបស់ខ្ញុំក្រុងលែងបានទៀតហើយឲ្យខ្ញុំទៅកំទេចពួកតុងអ៊ីងអស់ទាំងនេះទៅនរណាឲ្យឯងទៅឈរនៅត្រង់ហ្នឹងពួកវាកំពុងតែសម្លាប់មនុស្សស្លូតត្រង់ពួកវាសុំតែស្លាប់និយាយបានល្អមីងម្នាក់នេះគ្រាន់តែសំធ្វើគួរឲ្យអាណិតធ្វើពុតជាគួរឲ្យសង្វេគប៉ុណ្ណោះតាមខ្ញុំដឹងគាត់មានថ្នាំទឹកព្យាបាលរបួសប៉ុន្តែបែរជាមិនព្រមយកចេញមកសង្គ្រោះជីវិតខ្លួនឯងឃើញទេថាគាត់ជាមនុស្សអាត្មានិយមយ៉ាងណាឯងនិយាយផ្ដេសផ្ដាសឯងហ៊ានស្បទេថាគាត់គ្មានឈាមហ្វុងនោះគឺជាថ្នាំទឹកព្យាបាលរបួសណាឈាមហ្វុងអព្រះឲ្យមើលទៅរឿងនោះជារឿងពិតមែនមនុស្សស្អីហ្នឹងសូម្បីតែកូនស្រីបង្កើតក៏ធ្វើបាបបូមឈាមកូនស្រីរហូតដល់ឥឡូវនៅតែសំធ្វើគួរឲ្យអាណិតទៀតតាមពិតគ្រូឈោជាមនុស្សបែបហ្នឹងសោះឈាមហ្វុងស្មានមិនដល់ថាកន្លងផុតទៅច្រើនឆ្នាំយ៉ាងនេះអ្នកនៅតែរក្សាទុកឈាមហ្វុងដូច្នេះការដែលអ្នករងរបួសគឺគ្រាន់តែសំធ្វើគួរឲ្យអាណិតដើម្បីសុំការអភ័យទោសពីខ្ញុំមែនទេមានឈាមហ្វុងប៉ុន្តែបែរជាមិនប្រើគិតថាធ្វើបែបនេះខ្ញុំនឹងអភ័យទោសឲ្យអ្នកឬកូនល្ងងម៉ាក់មិននឹងអាចយកឈាមនៅលើខ្លួនរបស់កូនមកសង្គ្រោះជីវិតខ្លួនឯងបានទៅម៉ាក់ទោះបីជាត្រូវស្លាប់ក៏មិនធ្វើបែបនោះដែរម៉ាក់យកវាចេញមកទៅ
ម៉ាក់ហូឈាមច្រើនណាស់បន្តិចទៀតនឹងត្រូវបាត់បង់ជីវិតមិនខាន នោះគឺជាវត្ថុមានតម្លៃបំផុតរបស់ម៉ាក់តើម៉ាក់អាចយកវាមកសង្គ្រោះជីវិតបានដោយរបៀបណា ខ្ញុំមិនអង្វរអ្នកឲ្យចេញមុខដើម្បីសាលាក្បាច់គុណត្រកូលចិនទេខ្ញុំគ្រាន់តែសូមឲ្យអ្នកយល់ដល់មុខមាត់ក្បាច់គុណតាសៀកំទេចពួកសត្វធាតុទាំងនេះទៅរឿងបន្ទាប់ពីនេះអ្នកចង់សម្លាប់ចង់កាត់ខ្ញុំចិនហ្វឹងសុកចិត្តទទួលតាមបញ្ជាគ្មានពីអន់ចិត្តឡើយសូមអ្នកនាងកាន់ដាវសូមអ្នកនាងកាន់ដាវ ខ្ញុំមានអារម្មណ៍ថាម្ដាយរបស់អ្នកនាងមិនមែនជាមនុស្សបែបនោះទេអ្នកនាងសូមគិតគូរឡើងវិញ ឡាំងយូមិនថាពេលណាទេកុំបណ្ដោយឲ្យការយល់ច្រឡំបាំងភ្នែកធ្វើឲ្យបាត់បង់មនុស្សជាទីស្រឡាញ់បំផុតសោះដកដាវមកអញនឹងជូនឯងទៅនរកមុនបន្ទាប់មកកំទេចសាលាក្បាច់គុណត្រកូលចិនចោលនេះឬដាវតៃជីពិតជាសម្រាមណាស់ពិតជាឥតប្រយោជន៍ណាស់ យូអេខ្ញុំមិនមែនចង់ជួយអ្នកទេខ្ញុំគ្រាន់តែមិនចង់ឲ្យអ្នកស្លាប់ដោយងាយបែបនេះមើលឲ្យច្បាស់ទៅតើអ្វីទៅដែលហៅថាដាវតៃជីពិតប្រាកដនាងប្រកាសចិត្តថានឹងប្រើដាវតៃជីមកទល់នឹងឯង ប្រាកដចិត្តឯងគឺជាមនុស្សដំបូងគេដែលធ្វើឲ្យខ្ញុំប្រើដាវបន្ទាប់ពីចុះពីលើភ្នំមកឯងត្រូវតែបង់ថ្លៃចំពោះទង្វើរបស់ឯង នេះជាដាវតៃជីក្បាច់ទី2ក្បាច់តារាខួយធំពិតជាក្បាច់ដាវតៃជីមែនប៉ុណ្ណឹងសោះមានអីចម្លែកអ្នកនាងរបស់ខ្ញុំមានប្រាជ្ញាវៃឆ្លាតពីកំណើតជាកម្ពុជាបារមីក្បាច់គុណគំរមានលើលោកក្បាច់ដែលពួកឯងទាំងអស់គ្នាធ្លាប់ប្រើឲ្យតែអ្នកនាងមើលតែម្ដងគឺចាំមិនភ្លេចឡើយហើយថែមទាំងស្ទាត់ជំនាញជាងពួកឯងឆ្ងាយណាស់ឯងចង់មានន័យថាអនុប្រធានសាលាក្បាច់គុណទើបតែប្រើម្ដងអំបញ្ញមិញនាងក៏រៀនចេះកម្ពុជាក្បាច់គុណតៃជីបាត់ទៅហើយអញស្មានតែនាងនឹងប្រើកម្ពុជាក្បាច់គុណស្អីក្បាច់តៃជីក្បាច់សម្បកក្រៅឥតប្រយោជន៍វីតែមួយដៃក៏បាក់បែក ដាវតៃជីក្បាច់នាគខៀវចេញពីទឹកនេះមិនក៏អាចទៅរួចនាងវីបំបាក់ក្បាច់ដាវរបស់អញមិនជឿថានេះជាដាវតៃជីទេមិនក៏មិនអាចទៅរួចតៃជីយកចិត្តទុកដាក់លើការខ្ចីកម្លាំងវីកម្លាំងខ្ញុំទើបតែប្រើកម្លាំង1ភាគ10ប៉ុណ្ណោះឯងក៏ទ្រាំលែងបានបាត់ទៅហើយធ្វើពុតមែនទេអញចាំមើលថានាងអាចធ្វើពុតបានយូរប៉ុណ្ណាយូអេប្រយ័ត្នក្បាច់បោះសម្អាតពណ៌តបមិនក៏អាចទៅរួចអញជាកម្ពុជាគ្រូដាវដ៏ប្រពៃណីតុងអឹងបែជីចាញ់ក្បាច់តៃជីទៅវិញខាងអក្សរសាស្ត្រមានតៃជីរៀបចំពិភពលោកខាងក្បាច់គុណមានបាជីកំណត់ផែនដីអ្វីដែលហៅថាតៃជីគំនិតជានិកងធម្មពលជាអ្នកដឹកនាំប្រើគំនិតដឹកនាំធម្មពលប្រើធម្មពលបញ្ជាកាយជ្រាលជ្រៅអស្ចារ្យតើក្បាច់គុណតុងអ៊ីងអាចយកមកប្រៀបផ្ទឹមបានដោយរបៀបណាម៉ាក់នេះហើយជាខ្លឹមសារសំខាន់នៃតៃជីប្អូនស្រីពើបែជីយកធ្លុះពីខ្លឹមសារសំខាន់នៃតៃជីបាត់ទៅហើយកូនពិតជាកម្ពុជាទេពកោសល្យមែនជាទេពកោសល្យពិតប្រាកដមានតែកូនទេទើបសំជាអ្នកបន្តវេនពីសាលាក្បាច់គុណលើតើពួកយើងគួរធ្វើម៉េចទៅតើពួកយើងដឹងខុសស្អីតើអញធ្វើខុសស្អីខុសក៏ជាកំហុសរបស់ពួកឯងដែរពួកឯងសម្លាប់កម្ពុជាទេពកោសល្យក្បាច់គុណតុងអឹងរបស់អញពួកឯងទើបជាឃាតករបើស្គាល់ខុសហើយមិនព្រមទទួលថ្ងៃនេះខ្ញុំនឹងយកជីវិតឆ្កែរបស់ឯងកុំអីមានរឿងអីកើតឡើងក្មេងស្រីនាងពូកែណាស់ក្នុងករណីមិនធ្លាប់ប៉ះពាល់ក្បាច់តៃជីសោះគ្រាន់តែមើលតែម្ដងក៏អាចយល់ធ្លុះខ្លឹមសារសំខាន់
ទេពកសលបែបនេះបើទុកឲ្យមានពេលមិនប្រកាសជាក្រសោបអំណាចក្នុងពិភពក្បាច់គុណទេ ឯងចង់ធ្វើស្អីទម្លាក់កំភ្លើងចុះសុំតែឯងជាកម្ពុជាគ្រូដាវដ៏ល្បីឈ្មោះរបស់តុងអេងដែរ មីយ៉ាម៉ូតូមូសាស៊ីអាថោកទៀបចិនឡាំងយូមែនទេអញចង់មើលណាស់ថាតើដាវរបស់នាងលឿនឬកំភ្លើងរបស់អញលឿនអ្នកបង្កកំហុសដើមគឺរូបខ្ញុំមិនពាក់ព័ន្ធនឹងនាងទេបើមានសមត្ថភាពចេញមកប្រកួតជាមួយខ្ញុំ ថោកទាបណាស់ព្រមព្រៀងគ្នាថានឹងប្រកួតក្បាច់គុណដល់តែប្រកួតមិនឈ្នះក៏ប្រើកំភ្លើង ថោកទាបឬឲ្យតែឈ្នះថោកទាបប៉ុណ្ណឹងមានស្អីទៅ មិនត្រឹមត្រូវទេកំភ្លើងនៅក្នុងស្រុកកាសៀគឺជាទំនិញត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់នៅជាងជើមានតែក្រសួងអាជ្ញាកណ្ដាលប៉ុណ្ណោះទើបអាចបំពាក់កំភ្លើងបានតើពួកឯងអាចមានកំភ្លើងដោយរបៀបណា ពួកអញជាជនជាតិជប៉ុនតុងអឹងពួកអញមកបើកសាលាក្បាច់គុណនៅស្រុកតាសៀពួកវាក្រាបអរគុណពួកអញមិនទាន់ផងយកកំភ្លើងមួយដើមមកលេងសាច់តើមានបញ្ហាស្អីល្បិចអាក្រក់ឬអញនៅមានល្បិចអាក្រក់ជាងនេះទៀតហើយអនុប្រធានក្រសួងអាជ្ញាកណ្ដាលមកទីនេះ មីយ៉ាម៉ូតូមូសាស៊ីឯងចង់ធ្វើស្អី ពួកឯងចង់បានយុទ្ធធម៌មែនទេអញហៅមន្ត្រីអនុវត្តច្បាប់មកផ្ដល់យុទ្ធធម៌ឲ្យពួកឯងពួកអញមកទីរកការបកស្រាយឲ្យជនជាតិជប៉ុនតុងអឹងដែលស្លាប់ផលចុងក្រោយពួកអញបែរជាខ្លាចជាបែបនេះពួកឯងនិយាយមើលដល់ពេលហ្នឹងតើមនុស្សនៃក្រសួងអាជ្ញាកណ្ដាលនឹងជឿនរណា រឿងនេះក្រសួងអាជ្ញាកណ្ដាលបានកាត់ក្តីរួចហើយមិនមែនជាអ្វីដែលឯងអាចប្រើទោសផ្ទាល់ខ្លួនតាមចិត្តបានទេ អញ្ចឹងចាំរងចាំមើលទៅជនជាតិជប៉ុនតុងអឹងរបស់ពួកអញរងការធ្វើបាបនៅលើទឹកដីរបស់ពួកឯងចាំមើលថាមនុស្សរបស់ពួកឯងនឹងកាន់ជើងខាងណា ពួកអាពាហ៍អស់ទាំងនេះធ្វើឲ្យខ្ញុំខឹងស្ទើរតែប្រេះទ្រូងហើយបងលោកម្ចាស់ជួបបញ្ហាហើយតើបងមកដល់ពេលណា អនុប្រធានក្រសួងអាជ្ញាកណ្ដាលក្រុងជាងជើមកដល់ហើយអនុប្រធានក្រសួងអាជ្ញាកណ្ដាលបែរជាមកដល់មែនលើកនេះពិបាកដោះស្រាយហើយ អាមួយនេះមកលឿនមែនតែន លោកមូសាស៊ីលោកបែរជាមានរបួសទៅវិញលោកគឺជាភ្ញៀវកិត្តិយសរបស់ស្រុកតាស៊ីយើងណាលោកអនុប្រធានលោកមកដល់ទើបតែល្អគឺស្រីថោកទាបម្នាក់នេះរឹងរោសគ្មានហេតុផលគំរាមថានឹងសម្លាប់ខ្ញុំហើយថែមទាំងចង់ជួយសាលាក្បាច់គុណត្រកូលចិនឲ្យគេចផុតពីការប្រន្ទាទោសតាមច្បាប់ទៀតផងរឿងក្តីនេះខ្ញុំបានយល់ដឹងច្បាស់លាស់ណាស់ហើយខ្ញុំជាអនុប្រធានក្រសួងយល់ឃើញថាមានមន្ទិលសង្ស័យជាច្រើនដូច្នេះសូមប្រកាសនៅទីនេះថាការកាត់ក្តីកាលពីមុនត្រូវទុកជាមុខៈចិនហ្វេងគឺជាឃាតករពិតប្រាកដហើយថែមទាំងសម្លាប់មិត្តភ័ក្តិជប៉ុនតុងអឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មនុស្សមួយចំនួនលុតជង្គង់យូរពេករហូតដល់ឈរលេងរួចហើយមែនទេ ទាហានចាប់ខ្លួនអ្នកទាំងពីរនាក់នេះឡើង ពួកឯងធ្វើបែបនេះមិនបានទេពួកឯងចង់ធ្វើស្អី ពួកអាថោកទាបអស់ទាំងនេះ ពួកឯងក្លំធំសម្បំណាស់តើឯងដឹងទេថាគាត់ជានរណាលោកជាអនុប្រធានក្រសួងអាជ្ញាកណ្ដាលបែរជាកាត់ក្តីដោយប្រហែសបែបនេះ មិនដែរមិនសុខចិត្តមែនទេមិនសុខចិត្តទៅរកក្នុងបង្អែកទៅនៅលើទឹកដីជាងជើខ្ញុំឈោមីងនិយាយម៉ាត់ណាគឺម៉ាត់នឹងហាហាហាលឺនៅនាងពូកែវីតបយ៉ាងណាក៏ដោយតើយ៉ាងម៉េចនៅជាងជើអំណាចទើបជាអាវុធទើបយកឈ្នះខ្ញុំសូមទូនមានឲ្យសាលាក្បាច់គុណត្រកូលចិនរបស់ពួកឯងយល់ព្រមតាមអ្វីដែលខ្ញុំបាននិយាយអំបញ្ញមិញដោះផ្លាកសញ្ញាសាលាក្បាច់គុណចេញដោះដូរយកជីវិតចិនវឹងមួយពិតមែនហើយគ្រូឈោកូនទាំងពីររបស់អ្នកប្រហែលជាត្រូវបាត់បង់ជីវិតនៅទីនេះហើយ ពួកឯងហួសហេតុពេកហើយប្រើវិធីក្តៅមិនបានឥឡូវបែរជាយកអំណាចមកជិះជាន់ពួកយើង ម៉ាក់ឥឡូវតាគូធ្វើមិនទៅបើពិតជាមិនកាត់ទេឲ្យលោកតាសិនទៅ មិនបានទេលោកតារបស់កូនកំពុងនៅក្នុងសម័យកាលសំខាន់នៃការតាំងសមាធិមិនអាចរំខានបានទេជាងនេះទៅទៀតយូអេនៅទីនេះនៅឡើយ បើមិនយល់ព្រមទេអញ្ចឹងចាប់យកទៅ ខ្ញុំចាំមើលថានរណាហ៊ាន នាងជាស្អីគេសូម្បីតែសាលាក្បាច់គុណត្រកូលចិនក៏គ្មានសិទ្ធិមកនិយាយជាមួយអញបែបនេះដែរ ត្រឹមតែជាអនុប្រធានក្រសួងអាជ្ញាកណ្ដាលតូចតាចសោះហ៊ានមើលងាយច្បាប់ទម្លាប់យ៉ាងនេះជាងជើមួយនេះពិតជាត្រូវការរៀបចំឡើងវិញឲ្យបានល្អមែន សម្ដីមិនតូចទេតានាងគិតថានាងជានរណា ឯងមិនចាំបាច់ដឹងទេ
ឯងគ្រាន់តែត្រូវដឹងថាថ្ងៃនេះមនុស្សថ្គរចិនទាំងអស់ឯងមិនអាចនាំនរណាម្នាក់ទៅបានឡើយ ឡូឡាស្អីហ្នឹងកំពុងធ្វើស្អីហ្នឹង